ការព្យាបាលជំងឺរបេងតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់បំផុតអ្នកជំងឺរបេងត្រូវតែព្យាបាលឲ្យបានចប់សពគ្រប់ជាធម្មតាការព្យាបាលនេះយ៉ាងហោចក៏6ខែដែរដោយអ្នកជំងឺត្រូវលេបថ្នាំអង់ទីប៊ីយោទិកពី2ទៅ3មុខឡើងទៅការព្យាបាលត្រូវបានគេហៅថាដូតដែលមានន័យថាការធ្វើការព្យាបាលដោយផ្ទាល់ទៅលើអ្នកជំងឺទៅតាមកម្មវិធីព្យាបាលដើម្បីធានាថាអ្នកជំងឺបានលេបថ្នាំត្រឹមត្រូវនៅចំពោះមុខបុគ្គលិកសុខាភិបាលជាអកុសលអ្នកជំងឺរបេងខ្លះមិនបានបន្តលេបថ្នាំរបេងឲ្យបានចប់សពគ្រប់តាមកាលកំណត់ឬព្យាបាលត្រឹមត្រូវដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរករណីបែបនេះនាំឲ្យការព្យាបាលគ្មានប្រសិទ្ធភាពហើយមេរោគអាចស៊ាំថ្នាំឬហៅថា drug resistant ជំងឺរបេងស៊ាំថ្នាំមានគ្រោះថ្នាក់ខ្លាំងណាស់ជំងឺរបេងស៊ាំថ្នាំមិនត្រឹមតែពិបាកព្យាបាលនោះទេប៉ុន្តែថែមទាំងអាចចម្លងទៅអ្នកដទៃទៀតផងដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈដូច្នេះប្រសិនបើអ្នកជំងឺរបេងមិនបានព្យាបាលចប់សពគ្រប់នឹងមានហានិភ័យខ្ពស់ពីព្រោះមេរោគនៅបន្តនៅក្នុងខ្លួនមនុស្សនិងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈការព្យាបាលចប់សពគ្រប់គឺជាការទទួលខុសត្រូវដ៏ចាំបាច់